ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំអានសភៅជួបប្រទេសនៅរឿងមួយគួរឲ្យចាប់អារម្មណ៍អញ្ចឹងខ្ញុំអានឲ្យបងប្អូនស្ដាប់ដែរហើយរឿងនេះអាចយកមកជាការគិតពិចារណាបែបគតិបណ្ឌិតបានរឿងរបស់លីលីហើយរឿងនេះខ្ញុំជឿជាក់ថាមានបងប្អូនខ្លះធ្លាប់បានស្ដាប់ហើយប៉ុន្តែឥឡូវស្ដាប់ម្ដងទៀតហើយបងប្អូនណាអត់ធ្លាប់ស្ដាប់ក៏ស្ដាប់នៅរឿងនេះដែលខ្ញុំដកស្រង់ចែកជូនបងប្អូនដើម្បីជាការស្ដាប់កំសាន្តផងនិងពិចារណាផងកុំឲ្យខាត់ពេលចាប់ផ្ដើមតែម្ដងលីលីគឺជាយុវតីជនជាតិចិនម្នាក់ដែលរស់នៅជាមួយម្ដាយមេម៉ាយក្រីក្ររបស់នាងនៅពេលដែលលីលីមានអាយុ17ឆ្នាំម្ដាយរបស់នាងបានរៀបអាពាហ៍ពិពាហ៍នាងឲ្យទៅយុវជនជាពាណិជ្ជករម្នាក់ហើយប្តីរបស់លីលីគឺជាមនុស្សស្លូតបូតនិងសុភាពរាបសារប៉ុន្តែការងាររបស់គាត់គឺច្រើនតែតម្រូវឲ្យចេញទៅខេត្តឆ្ងាយមានន័យថាលីលីគឺរៀបការរួចគឺនៅតែឯងទេព្រោះប្តីអត់បាននៅជាមួយទេដោយសារតែប្តីជាប់ការងារចុះខេត្តហើយក្រៅពីចុះទៅឆ្ងាយហើយនោះគឺម្ដងគឺមានរយៈពេលច្រើនខែហើយគាត់បានទុកលីលីឲ្យនៅម្នាក់ឯងជាមួយនឹងម្ដាយរបស់គាត់ពោលគឺម្ដាយក្មេករបស់លីលីម្ដាយក្មេករបស់លីលីគឺជាស្ត្រីដែលមានចិត្តមួម៉ងច្រើនហើយពិបាកផ្គាប់ចិត្តខ្លាំងណាស់អ្វីដែលលីលីបានធ្វើគឺអត់ដែលត្រូវចិត្តម្ដាយក្មេកទេពេលនេះបញ្ហាមកដល់ហើយបងប្អូនហើយគាត់ក៏តែងតែស្ដីបន្ទោសលីលីជារឿយនៅចំពោះមុខមនុស្សផ្សេងថែមទៀតផងនៅគេថាស្ដីឲ្យមុខមនុស្សដែលធ្លាប់ស្គាល់គ្នាអត់អីណាតែស្ដីឲ្យជាមួយមុខអ្នកដតីប្លែកច្រើនគឺអ្នកណាក៏មិនអាចទ្រាំបានដែរបាទហើយលីលីបានខិតខំនិយាយប្រាប់ម្ដាយរបស់នាងជាច្រើនលើកច្រើនសារអំពីបញ្ហារបស់ខ្លួនប៉ុន្តែម្ដាយតែងទូន្មាននាងជានិច្ចថាឲ្យខំអត់ធ្មត់និងកុំបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវភាពដ៏ល្អដែលនាងកំពុងតែមាននេះសបញ្ជាក់ឲ្យឃើញថាលីលីគាត់បានរៀបការជាមួយនឹងគ្រួសារមួយដែលមានជីវភាពល្អហើយម្ដាយក៏មិនចង់ឲ្យព្រោះតែនៅជាមួយម្ដាយក្មេកមិនចុះសម្រុងទៅក៏អាចថាទ្រាំបានបង្កទៅជាចំនួនឆ្លោះគ្នាអញ្ចឹងទៅស្ដាយទ្រព្យសម្បត្តិឬក៏ជីវភាពគ្រួសារល្អហើយកុំឲ្យមានបញ្ហាអញ្ចឹងឲ្យទ្រាំក្នុងក្តីអស់សង្ឃឹមលីលីបានដើរទៅកាន់ផ្ទះឪពុកមាគឺពូរបស់នាងដែលជាគ្រូថ្នាំបុរាណចិនម្នាក់ដើម្បីសុំថ្នាំពុលពីគាត់ណែបាទលីលីមានគំនិតគេហៅ stress មែនតើណាបងប្អូនបើយើងជាលីលីនៅក្នុងរឿងហ្នឹងពួកគាត់ផ្គាប់ចិត្តម្ដាយក្មេកគ្រប់រឿងហើយមិនបានទេថែមជាងជេរស្ដីបន្ទោសគាត់មុខគេមុខឯងអញ្ចឹងខ្ញុំគិតថានេះដល់ដំណាក់កាលទៅសុំថ្នាំពុលមានន័យថាទ្រាំលែងបានហើយបាទទ្រាំលែងបានហើយខ្ញុំនឹងសម្លាប់គាត់លីលីបាននិយាយគឺម្ដាយក្មេកហើយនិយាយយ៉ាងដាច់អហង្ការតែម្ដងកាលដែលឪពុកមាប្រកែកលីលីបាននិយាយថាសូមលោកមាធ្វើថ្នាំនេះសម្រាប់ខ្ញុំវិញខ្ញុំចង់សម្លាប់ខ្លួនពីព្រោះខ្ញុំមិនអាចរស់បន្តដូចនេះបានទៀតទេអញ្ចឹងវគ្គនេះលីលីថាអត់យកទៅសម្លាប់ម្ដាយក្មេកទេគឺយកមកសម្លាប់ខ្លួនឯងវិញព្រោះអត់ចង់រស់នៅអញ្ចឹងទៀតទេវេទនាណាស់វេទនាផ្លូវចិត្តបាទឪពុកមាមានចិត្តអាណិតក្មួយយ៉ាងខ្លាំងក៏ហុចកញ្ចប់ពណ៌សភ្លឺភ្លេចមួយដល់នាងមាឲ្យថ្នាំនេះទៅឯងថ្នាំពុលនេះពូកែស័ក្តិសិទ្ធិណាស់តែមានប្រសិទ្ធភាពយឺតប៉ុន្តែឯងត្រូវសន្យាប្រើវាឲ្យបានត្រឹមត្រូវដោយដែលពាក្យមាបានប្រាប់គាត់និយាយខ្សឹបចាប់ពីថ្ងៃនេះទៅឯងមិនត្រូវឲ្យនរណាម្នាក់ក្រៅពីឯងផ្ទាល់រៀបចំអាហារសម្រាប់ម្ដាយក្មេកឯងទេ
ហើយមុនពេលឯងយកអាហារទៅជូនគាត់ចូលឯងរយម្សៅនេះបន្តិចបាទរយបន្តិចទៅដើម្បីឲ្យអាហារទៅម្ដាយក្មេករបស់ឯងគាត់ញ៉ាំហើយកូរវាឲ្យសព្វហើយកុំដាក់ច្រើនពេកដាក់ម្ដងបន្តិចព្រោះបើដាក់ច្រើនពេកប្រយ័ត្នគាត់ឆាប់ស្លាប់បាទហើយបើសិនបើមានរឿងនោះកើតឡើងនគរបាលប្រកាសជាសង្ស័យលើរូបឯងហើយណាលីលីសន្យាធ្វើដូចពាក្យដែលមារបស់នាងបានផ្ដាំតាំងពីថ្ងៃនោះមកលីលីបានគេហៅថាឈប់បកែកតមាត់ជាមួយម្ដាយក្មេកទៀតហើយទោះជាម្ដាយក្មេកនិយាយស្ដីអីក៏នាងតែងតែញញឹមនឹងឆ្លើយថាចាស់អ្នកម៉ែចាស់អ្នកម៉ែញញឹមញញែមខ្ញុំសុំទោសម៉ែមានប្រសាសន៍នេះគឺត្រឹមត្រូវហើយលីលីប្រែคล้ายទៅជាមនុស្សមានសេចក្តីសុខចម្រើនពីព្រោះឪពុកមារបស់នាងបានទស្សន៍ទាយថាបញ្ហារបស់លីលីនឹងរលាយបាត់ក្នុងរង្វង់ប្រមាណជា2ទៅ3ខែថ្ងៃមួយនាងបានស្រែកយំហើយរត់ទៅកាន់ផ្ទះឪពុកមារបស់នាងពេលទៅដល់ផ្ទះឪពុកមារបស់នាងបានស្រែកយំសស្រិកសស្រាក់ហើយបាននិយាយថាខ្ញុំមិនចង់ឲ្យគាត់ស្លាប់ទេនាងលីលីយំទាំងខ្សឹកសួលលោកមាជួយម្ដាយក្មេកខ្ញុំផងខ្ញុំមិនចង់ឲ្យគាត់ស្លាប់ទេមាបានគិតថាឯងបានចង់សម្លាប់គាត់ពីព្រោះហេតុអ្វីបានជាឯងបដូរគំនិតឥឡូវនេះមាគាត់បានសួរទៅលីលីឆ្លើយថាឥឡូវនេះគាត់ស្រឡាញ់ខ្ញុំណាស់សូមលោកមាធ្វើយ៉ាងម៉េចកុំឲ្យគាត់ស្លាប់ខ្ញុំមិនចង់ឲ្យគាត់ស្លាប់ទេបុរសចំណាស់បានសើចហើយនិយាយថាកុំព្រួយចិត្តអីលីលីគាត់មិនស្លាប់ទេមាមិនបានឲ្យថ្នាំពុលទៅឯងទេមាគ្រាន់តែឲ្យថ្នាំវីតាមីនបន្តិចបន្តួចតែប៉ុណ្ណោះគាត់ស្រឡាញ់ឯងពីព្រោះឯងស្រឡាញ់គាត់ឥឡូវចូលទៅផ្ទះចុះម្ដាយក្មេកឯងកំពុងចាំមើលផ្លូវឯងបាទបងប្អូនយ៉ាងម៉េចដែររឿងនេះគឺជារឿងពិតណាបាទរឿងពិតដែលជាធម្មតាឃើញថាមានបងប្អូនយើងមួយចំនួនគាត់រស់នៅខាងម្ដាយក្មេកអីអត់សូវត្រូវអញ្ចឹងណាដោយសារតែគាត់ធ្លាប់រស់នៅផ្ទះខ្លួនឯងគាត់ចង់ធ្វើអីក៏បាននិយាយអីក៏បានញ៉ាំអីក៏បានធ្វើមិនក៏បានដល់ពេលទៅនៅជាមួយម្ដាយក្មេកហើយចំម្ដាយក្មេកដែលប្រកាន់ច្រើនបន្តិចហើយហេតុដែលប្រកាន់ច្រើនអាចកើតមកពីកត្តាដែលគាត់ជាមនុស្សរស់នៅមានរបៀបរបបមានវិន័យមានទម្លាប់អីចឹងច្រើនណាហើយនៅពេលដែលឃើញអ្នកមកនៅជាមួយថ្មីត្បិតតែជាកូនប្រសាប៉ុន្តែអត់ធ្វើអីទៅតាមអ្វីដែលគាត់ធ្លាប់មានមកហ្នឹងគឺធ្វើឲ្យខ្នើសចិត្តហើយចាស់ដឹងស្រាប់ហើយខ្នើសចិត្តមិនមែនមកប្រាប់យើងទេគឺចូលចិត្តបង្ហាញជាការងាកងក់បង្ហាញអាការឌឺដងបង្ហាញឲ្យគេយល់ចិត្តគាត់ហើយលីប្រហែលជាគាត់ជាក្មេងស្រីអញ្ចឹងទៅក៏គាត់មិនទាន់យល់មិនទាន់អីប៉ុន្តែវាមានចំណុចល្អដែលថាគាត់ចេះទៅយកបញ្ហាទៅប្រាប់ម្ដាយប្រាប់ពុកមាហើយពុកមាដឹងរឿងអញ្ចឹងក៏ជួយក្មួយបានអញ្ចឹងបានគេថាមានរឿងអីក៏ដោយយកទៅឲ្យពុកម្ដាយបងប្អូនជួយទៅគឺអាចរកដំណោះស្រាយបានហើយក៏ចុងក្រោយនៅពេលដែលរកនៅបញ្ហាឃើញថ្នាំដែលដាក់ទៅមានប្រសិទ្ធភាពអញ្ចឹងធ្វើឲ្យលីនិងម្ដាយក្មេកក៏ត្រូវគ្នាស្រឡាញ់គ្នាបាទនេះជារឿងមួយដែលគួរពិចារណាបាទគេហៅថាពីដើមឡើយទាំងម្ដាយក្មេកនិងកូនប្រសាគឺឆ្វេងរៀងខ្លួន
នៅពេលមួយគឺវិលមករកគ្នាបង្កើតបានតែជាដំបូលមួយដ៏កក់ក្ដៅរស់នៅជាមួយគ្នាបានស្រួលបាទរឿងនេះខ្ញុំដកស្រង់ចេញពីសភៅ Operation បាទបងប្អូនភាគច្រើនដែលបានអានសភៅនេះសិតតែបានឃើញហើយរឿងមួយនេះបាទសង្ឃឹមថាជាប្រយោជន៍ខ្លះៗជូនទៅកាន់បងប្អូនអ្នកទស្សនាបាទសូមអរគុណសូមជម្រាបលា